បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរថ្ងៃនេះខ្មែរដាលីសូមនាំនៅរឿងដែលនិយាយអំពីប្រវត្តិនៃដើមស្លាមលូសម្រាប់ចែកជូននៃការសម្ដាប់ក៏ដូចជាចំណេះដឹងសម្រាប់សិស្សានុសិស្សក៏ដូចជាចំណេះដឹងមួយផ្នែកសម្រាប់បងប្អូនទាំងអស់គ្នាដែលជាអ្នកស្ដាប់ផងដែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់ការស្ដាប់នៃសាច់រឿងទាំងអស់គ្នាផងដែរដែលខ្ញុំបាទនឹងត្រូវនិទានជូនមានសេចក្តីដំណើរថាកាលពីយូរណាស់មកហើយមានបងប្អូនប្រុស2នាក់នៅរួមសុខរួមទុក្ខជាមួយនឹងគ្នាពុំដែលឃ្លើសឃ្លោងអ្វីឡើយពេលមួយបានដឹងថាមានគ្រូអាចារ្យម្នាក់ដែលនៅក្នុងនគរក្បែរនោះដែរចេះបង្រៀននៅវិទ្យាសាស្ត្រផ្សេងបុរសទាំងពីរនោះក៏នាំគ្នាចេញពីលំនៅឋានរបស់ខ្លួនដើម្បីទៅស្វែងរកការសិក្សាសពសិលសាស្ត្រទាំងនោះត្បិតឪពុកម្ដាយបានទទួលមរណភាពជាយូរណាស់មកហើយបុរសជាបងមានអាយុ19ឆ្នាំចំណែកឯបុរសជាប្អូនមានអាយុ16ឆ្នាំលុះបានទៅដល់សំណាក់គ្រូអាចារ្យនោះហើយបុរសកំពៀទាំងពីររូបនេះនាំគ្នាអោនលំទោនសំពះសូមអាស្រ័យនៅរៀនសូត្រជាមួយនឹងអាចារ្យនោះផងកាលបើអាចារ្យនោះបានឃើញអំពីឫកពាសុភាពរៀបសារនៃបុរសទាំងពីរនោះរួចហើយគ្រូអាចារ្យព្រមទទួលចិញ្ចឹមថែរក្សាព្រមទាំងជួយបង្រៀនវិជ្ជាសព្វសារពើដែលខ្លួននឹងបង្រៀនទៅកាន់ពួកគេទាំងពីរផងដែរក្នុងរយៈកាល2ឆ្នាំកន្លងមកគ្រូពិនិត្យមើលកិរិយាមាយាទរបស់កុមារទាំងពីរបានឃើញថាប្រសើរណាស់គាត់ក៏សុខចិត្តលើកកូនក្រមុំរបស់គាត់ដែលមានឈ្មោះថានាងមនីដែលទើបតែមានអាយុ15ឆ្នាំតែប៉ុណ្ណោះដែលនាងមានរូបប្រកបដោយរូបឆោមឡោមពណ៌គួរឲ្យអ្នកផងចាប់ចិត្តបានរៀបផ្សំគុំជាមួយនឹងចៅសូដាដែលជាបុរសច្បងដែលជាក្មេងកំព្រាត្រាចរពីស្រុកឆ្ងាយហើយមករស់នៅជ្រកកោនរៀនសូត្រជាមួយនឹងគាត់នោះចាប់តាំងពីថ្ងៃដែលសូដាបានរៀបការបានប្រពន្ធមកក្នុងចិត្តចេះតែពុំសូវរីករាយចំពោះប្អូនសោះឡើយព្រោះគិតថាមានបំណងលោភបុណ្យស័ក្តិជាធំវាគិតថាក្នុងថ្ងៃណាមួយនឹងបានសម្រេចផលវិជ្ជានឹងបានជាមន្ត្រីកិត្តិយសមួយហើយវាមុខជានឹងបានជាទីគាប់ចិត្តហារតីរបស់ព្រះរាជាជាពុំខានរាល់ថ្ងៃពេលដែលផុតរវល់ពីការងារហើយគេតែងតែដើរទៅជិតប្រពន្ធរបស់គេហើយនិយាយនាំថ្នមដោយពាក្យទន់ភ្លន់និងរីករាយចំណែកឯចៅសុថាដែលត្រូវជាប្អូនពុំសូវសប្បាយក្នុងចិត្តទេព្រោះឃើញថាកិរិយារបស់បងពុំសូវរាក់ទាក់នឹងខ្លួនសោះចេះតែនឹងឆ្ងល់ក្នុងចិត្តហើយមួយវិញទៀតព្រួយបារម្ភនឹងមុខរបរមិនដឹងថាបានអ្វីធ្វើផង
ព្រួយនេះហៅថាមោហាព្រួយងាកទៅបងក៏គេមិននិយាយស្ដីរកងាកទៅរកមុខរបរក៏គ្មានតើអាត្មាងាកទៅខាងណាបើចិត្តចង្អៀតខ្លាំងម្លេះគិតសពគ្រប់ទៅសុទ្ធថាឃើញផ្លូវមួយគឺត្រូវកិច្ចខ្លួនចេញពីផ្ទះដ៏ចង្អៀតមួយនេះព្រឹកមួយសុថារៀបចំអីវាយអីវ៉ាន់ហើយដើរចេញពីផ្ទះនេះដោយឥតឲ្យអ្នកណាដឹងឡើយបានត្រាច់ចរទៅដល់មាត់ស្ទឹងមួយហើយអង្គុយយំកំសត់នៅក្រោមដើមជ្រៃធំមួយដើមដោយនឹកអស់សង្ឃឹមនឹងដឹងថានឹងទៅពឹងពាក់នរណាមិនយូរប៉ុន្មានពេលយប់ក៏មកដល់សុថាក៏ស្រស់ស្រូបអាហារបន្តិចបន្តួចហើយទំរេតខ្លួនលក់នៅក្រោមដើមជ្រៃនោះបាត់ទៅក្នុងពេលដែលសុថាលក់មួយភាំងទៅស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសម្បើមឈរច្រងានដៃម្ខាងកាន់ដំបងយ៉ាងធំមួយហើយស្រែកមករកខ្លួនថាណែអានេះឯងមកពីណាបានជាចូលមកកន្លែងអញដោយគ្មានអុជធូបអុជទៀនអ្វីសម្រាប់បូជាដល់អញសោះពីព្រោះថានរណាក៏ដោយឲ្យតែមកដល់ទីនេះត្រូវតែគោរពបូជាអញសុថាបន្ទាប់ពីឃើញឫទ្ធិរបស់អ្នកតានោះហើយគឺញាប់ញ័រក្នុងខ្លួនជាពន់ពេកណាស់ហើយក៏និយាយតបទៅលោកតាដោយទន់លន់និងលន់ទូថាអោលោកតាអើយសូមលោកតាមេត្តាអត់ទុកឲ្យខ្ញុំផងចោះព្រោះខ្ញុំកើតមកជួបទុក្ខខ្លាំងណាស់បើសិនជាលោកតាម្ចាស់ជ្រាបអំពីរឿងនេះផងនោះមុខនឹងជួយអាណិតខ្ញុំជាពុំខានពេលនោះអ្នកតាក៏បានតបទៅវិញថាទេអញមិនត្រូវការអាណិតឯងទេអញដឹងតែអ្នកណាក៏ដោយឲ្យតែចូលមកកន្លែងអញហើយមិនបានបន់ស្រន់បូជាដល់អញទេអញត្រូវតែបំផ្លាញអ្នកនោះឯងមានត្រាប្រណីឡើយថាហើយអ្នកតាកំណាចលើកដំបងចង្អុលទៅកាន់សុថាមាត់សែបមុនគាថាមិនយូរប៉ុន្មានកំឡុងសុថាក៏ក្លាយទៅជាដុំថ្មសមួយដ៏ស្អាតស្ថិតនៅត្រង់ទីតាំងដែលឈរនោះឯងឯអ្នកតាចង្រៃនោះក៏អន្តរធានបាត់នៅក្នុងពេលនោះផងដែរនិយាយពីសុដាវិញដែលជាបងកាលដែលបានដឹងថាអូនរត់ចេញពីផ្ទះទៅបាត់ហើយក៏នឹកដល់ប្អូនជាពន់ពេកនិងនឹកដល់គ្រាកំសត់កំរជាមួយគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅរហូតដល់ខ្លួនមកបានប្រពន្ធនេះគិតសពគ្រប់ហើយនេះសុថាក៏លាប្រពន្ធនឹងឪពុកក្មេកដើម្បីធ្វើដំណើរទៅកាន់រូបអូនគាត់ខំដើររកគ្រប់ច្រកល្ហកព្រៃភ្នំក្រំថ្មនិងភូមិឋាននានាដែលមិនឃើញសោះសួរគេឯងក៏គេមិនដឹងមិនលិចលឺដំណឹងអ្វីនោះឡើយលុះដើរទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃបែកមេឃសាខាត្រឈឹងត្រឆេដុះគ្របនោះដោយការអស់កម្លាំងខ្លាំងផងនោះសូដាក៏សម្រាកនៅក្រោមដើមជ្រៃនោះហ
អង្គុយផ្អែកនឹងដុំថ្មរលោងមួយដុំនៅក្បែរនោះលុះលក់មួយស្រឡេតទៅស្រាប់តែឃើញមនុស្សម្នាក់ដែលមានមាឌធំយ៉ាងធំម្នាក់លេចចេញខ្លួនមកគឺរូបអ្នកតាដដែលនោះឯងដោយអ្នកតានោះបាននិយាយសម្លុតទៅកាន់សុដាថាណែអាកំណាចឯងមកពីណាចូលមកទីនេះមាននិយាយគួរសមនឹងអញសោះឮដូច្នោះសូដាញ័រខ្លួនប្រាណហើយអង្វរលន់ទូលថាសូមលោកតាមេត្តាខ្ញុំផងខ្ញុំបានជាជ្រុលចូលមកទីនេះហើយខ្ញុំសូមស្នាក់នៅក្នុងទីនេះមួយយប់សិនចុះព្រោះខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយដើម្បីស្វែងរកអូននិងមិនទាន់ឃើញដំណឹងអ្វីសោះបើសិនជាលោកតាបានប្រទះឃើញនឹងប្អូនខ្ញុំសូមទានមេត្តាប្រណីប្រាប់ខ្ញុំផងបានទេអញគ្មានឃើញអូនអាណាទេអញត្រូវតែផ្ដន់ទាទោសឯងក្នុងពេលនេះបើសិនជាឯងចង់ជួបនឹងអូនឯងអញឲ្យជួបបានគឺដុំថ្មដែលនៅក្បែរឯងនេះហើយដែលជាអូនរបស់ឯងតែប៉ុណ្ណោះអ្នកតាកំណាចក៏លើកដំបងចង្អុលទៅកាន់នាយសូដាព្រមទាំងមាត់សូត្រមន្តគាថាលំជាមួយនឹងខ្យល់យ៉ាងខ្លាំងមួយរំពេចនោះរូបសូដាក៏ប្រែក្លាយទៅជាដើមស្លាមួយដើមដុះក្បែរដុំថ្មនោះឯរូបអ្នកតាក៏អន្តរធានបាត់ក្នុងពេលនោះផងដែរចំណែកឯនាងមនីដែលត្រូវជាភរិយារបស់នាយសូដាក្រោយដែលបានបាត់ដីយូរមិនឃើញត្រឡប់មកវិញនោះក៏ដាច់ចិត្តសូមលាឪពុកទៅតាមរកដីដោយហេតុតែនឹករលឹកដល់ដីខ្លាំងជាប៉ុនពេកទ្រាំទៅពុំសុខនាងក៏ដាច់ចិត្តហ៊ានដើរកាត់ព្រៃកាត់វាលតែម្នាក់ឯងមានតែសត្វសាហាវយំខ្នងជាគ្នាប៉ុណ្ណោះនាងដើរទៅបានទៅដល់មាត់ស្ទឹងមួយដែលមានដើមជ្រៃធំជាលំនៅឋាននៃអ្នកតាកំណាចដដែលនោះឯងបានឃើញដើមជ្រៃដ៏ធំមានមេឃសាខាហើយនៅក្បែរដើមជ្រៃនោះនាងឃើញដុំថ្មសមួយដុំរលោងនឹងដើមស្លាមួយដើមមានមេឃមានផ្លែធ្លាក់សំយ៉ាក់នៅក្បែរដុំថ្មនោះដោយនាងអស់កម្លាំងខ្លាំងផងនាងក៏អង្គុយផ្អែកទំរេតខ្លួននឹងគល់ស្លានោះមួយសន្ទុះអ្នកតាកំណាចដដែលនោះបានសម្លុតនាងដោយប្រើពាក្យផ្សេងដោយការសម្លុតនាយសូដានិងនាយសុថាដែរក៏អ្នកតាចង្រៃម្នាក់នោះមិនព្រមស្ដាប់មានតែខំស្រែកខ្លាំងឡើងថាអញត្រូវការបំផ្លាញជីវិតនាងឯងនៅក្នុងពេលនេះនាងមិនព្រមឈប់អង្វរទេនៅតែលន់តួថាសូមលោកតាកុំអានបំផ្លាញជីវិតនាងខ្ញុំអីបើមុននឹងខ្ញុំស្លាប់សូមឲ្យខ្ញុំបានជួបនឹងប្អូនថ្លៃព្រមទាំងប្តីខ្ញុំសិនអ្នកតាកំណាចសើចចំអកខ្លាំងឯនាងមុនីភ័យញ័រកាន់តែខ្លាំងឡើងឃើញដូច្នោះអ្នកតាក៏ចូលមកចិត្តហើយស្រែកខ្ទោដីជាសម្រេចថាបើនាងឯងចង់ជួបនឹងមុខអូនថ្លៃព្រមទាំងប្តីរបស់នាងឯងមិនអីទេអញឲ្យជួបបានហើយនាងឯងលាប់នេបនិតនឹងប្តីយ៉ាងណាអញនឹងឲ្យនាងឯងនេបនិតយ៉ាងនោះទៀតដើមស្លាដែលនាងឯងអង្គុយផ្អែកនេះហើយដែលជាប្តីរបស់នាងឯងរីឯដុំថ្មសស្អាតមួយដុំនោះ
ឯងគឺជាប្អូនថ្លៃរបស់នាងឥឡូវនេះនាងឯងទៅជាមួយនឹងពួកគេចុះថាតែប៉ុណ្ណោះអ្នកតាកំណាចម្នាក់នោះក៏លើកដំបងរបស់ខ្លួនចង្អុលទៅកាន់នាងមនីដោយមាត់សូត្រមន្តគាថាដែលធ្វើឲ្យនាងខ្លាយទៅជាដើមម្លូដុះលាស់ខៀវខ្ចីឡើងវាតោងដើមស្លាមួយរំពេចអ្នកតាម្នាក់នោះក៏អន្តរធានបាត់ក្នុងពេលនោះផងដែរក្នុងកាលជាចំណេរតមកមានព្រះរាជាមួយព្រះអង្គបានកេររាជពលទៅពពាកព្រៃបានប្រទះនឹងដើមជ្រៃព្រមទាំងដុំថ្មសស្អាតនឹងដើមស្លាម្លូដុះពពាក់ពពួនគ្នាដែលជាហេតុធ្វើឲ្យព្រះអង្គនឹកផ្លាយក្នុងព្រះរាជហឫទ័យជាពន់ពេកក៏សួរទៅកាន់អ្នកណាដែលដឹងអំពីរឿងរ៉ាវនៃវត្ថុទាំង3នេះមិនយូរប៉ុន្មានមានអ្នកដឹងអំពីរឿងរ៉ាវនេះគឺអ្នកស្រុកចិត្តខាងនេះឯងដែលគេបានឃើញនៅហេតុការណ៍ច្បាស់លាស់បានក្រាបថ្វាយបង្គំទូលដល់ព្រះរាជាតាមដំណើរសពរឿងដែលគាត់បានឃើញនោះទៅព្រះអង្គក៏ទ្រង់ចាត់ឲ្យសេនាអាមាត្យយកស្រាមកហើយបេះផ្លែស្លាស្លឹកម្លូទៅដាក់លើដុំថ្មនោះរួចចាក់ស្រាស្រោចទៅលើដុំថ្មឬក៏វត្ថុទាំង3នេះក្នុងគ្រានោះវត្ថុទាំង3ក៏រលាយទៅជាទឹកមានពណ៌ក្រហមដូចជាឈាមហូរធ្លាក់ចុះពីលើផ្ទៃធរណីព្រះរាជាទ្រង់ទតនៅឧបហេតុទាំងនេះហើយទ្រង់ក៏ឆ្វែងយល់ថាអ្នកទាំង3នេះពីជាតិមុនស្រឡាញ់គ្នាណាស់បានជាជាតិនេះនៅតែរួមរួបធៀបជាមួយនឹងគ្នាទៀតយ៉ាងនេះដោយព្រះអង្គទ្រង់ទុកជាអនុស្សាវរីយ៍យ៉ាងប្លែកនេះឲ្យថិតថេរបានយូរអង្វែងទៅទ្រង់ក៏បានបញ្ជាច្បាប់ឲ្យពពួកអ្នកស្រុកយកវត្ថុទាំង3នេះដែលមានដូចជាដើមម្លូដើមស្លានិងស្រាសម្រាប់ធ្វើជាជ័យមង្គលក្នុងពេលរៀបបង្កក់កូនខ្ចីដែលទើបនឹងកើតក្នុងពេលរៀបការឬអាពាហ៍ពិពាហ៍និងក្នុងឱកាសបុណ្យខ្មោចមានអ្នកស្រុកខ្លះក៏យកដុំថ្មដុតធ្វើជាកំបោរហើយទទួលទានជាមួយនឹងស្លាម្លូរហូតរៀងមកដល់សព្វថ្ងៃឯដើមស្លាក៏តែងតែនៅជាមួយនិយមរបស់ខ្លួនគឺដើមម្លូគឺថាម្លូចូលចិត្តវាឡើងដើមស្លាជាងអ្វីទាំងអស់នេះក៏ដោយសារតែអ្នកទាំងពីរគឺជាប្តីប្រពន្ធស្មោះស្ម័គ្រនឹងគ្នានៅក្នុងរឿងព្រេងនេះឯងបាទខ្ញុំមកហើយអ្នកទាំងអស់គ្នានេះគឺជាប្រវត្តិនៃដើមស្លាម្លូដែលវាជាស្ថិតនៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងមកផ្នែកផងដែរហើយបើពេញចិត្តចំពោះការនិទានរឿងរបស់ខ្ញុំសូមចុច Subscribe ម្នាក់មួយផងអ្នកគ្នាដើម្បីជាការលើកទឹកចិត្តផងដែរអរគុណច្រើនជួបគ្នានៅការនិទានរឿងផ្សេងៗនៃវីដេអូក្រោយទៀតផងដែរ